នេះគឺសូមអនុញ្ញាតគ្រប់នឹងជម្រាបសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនលោកយាយលោកតាអំប្រុសអំស្រីមិនមែនយុវវ័យអ្នកតាមដាននិងអ្នកគ្រប់គ្រងទៅលើ Channel របស់ខ្ញុំបាទផលីខ្មែរកន្លងមកបាទថ្ងៃនេះផងដែរខ្ញុំបាទក៏បានរៀបចំនៅតម្រុយឆ្នោតវៀតណាមល្អៗដែលមានភាគរយខ្ពស់ដើម្បីចែកជូនដល់ពុកម៉ែបងប្អូនលោកយាយលោកតាអំប្រុសអំស្រីមិនមែនយុវវ័យអ្នកតាមដាននិងអ្នកគ្រប់គ្រងទាំងអស់គ្នាដើម្បីយកទៅធ្វើការចាក់ផ្សងសំណាងទាំងអស់គ្នាជាមួយនឹងខ្ញុំបាទផលីខ្មែរបាទអញ្ចឹងកុំឲ្យចំណាយពេលវេលាកាន់តែយូរខ្ញុំបាទក៏សូមធ្វើការបង្វែរអារម្មណ៍ពុកម៉ែបងប្អូនលោកយាយលោកតាអំប្រុសអំស្រីមិនយុវវ័យអ្នកតាមដាននិងអ្នកគ្រប់គ្រងទាញបិចទាញសិភើមកដើម្បីត្រៀមកត់យកលេខល្អៗលេខដែលមានភាគរយខ្ពស់ក្នុងថ្ងៃទី8ខែ10ឆ្នាំ2025យកទៅធ្វើការចាក់ផ្សងសំណាងទាំងអស់គ្នាបាទសម្រាប់តម្រុយរបស់ខ្ញុំបាទក៏បានរៀបចំដូចសមម្ដងជូនពុកម៉ែបងប្អូនអ្នកតាមដាននិងអ្នកគ្រប់គ្រងបាទក៏ប៉ុន្តែសូមអធិស្ឋានដល់ពុកម៉ែបងប្អូនលោកយាយលោកតាអំប្រុសអំស្រីដោយសារមករយៈពេលហ្នឹងខ្ញុំបាទអត់បានធ្វើការឲ្យតម្រុយជូនពុកម៉ែបងប្អូនទេដោយសារខ្ញុំបាទរវល់ខ្លាំងមែនទែនមករយៈហ្នឹងពុកម៉ែបងប្អូនសម្រាប់ពុកម៉ែបងប្អូនអ្នកតាមដាននិងអ្នកគ្រប់គ្រងបាទអញ្ចឹងពុកម៉ែបងប្អូនលោកយាយលោកតាអំប្រុសអំស្រីដែលគាត់ខលមកគាត់ឆាតមកគឺយើងមានលេខធម្មតាប៉ុន្តែសម្រាប់ការចេញវីដេអូជូនពុកម៉ែបងប្អូនគឺអត់មានទេពុកម៉ែបងប្អូនបាទសម្រាប់ការឲ្យតម្រុយរបស់ខ្ញុំបាទគឺលេខតិចស្រួលលេងបើសិនជាពុកម៉ែបងប្អូនខលមកគឺកាន់តែតិចកាន់តែស្រួលលេងទៀតបាទសម្រាប់ម៉ោង 4:30 នាទីនិងម៉ោង 6:30 នាទីក្នុងថ្ងៃទី8គឺយើងមានខ្ទង់40ហើយនិងខ្ទង់8ពុកម៉ែបងប្អូនបាទសម្រាប់លេខត្រេងរបស់យើងគឺយើងមាន43 48បាទឯខ្ទង់8យើងមាន83និង88ឯប៉ុសវិញគឺយើងលេងប៉ុស A B C ដដែលពុកម៉ែបងប្អូន A B C D សម្រាប់តម្រុយ free នៅលើ Channel YouTube ឯលេខធំវិញគឺយើងមាន443 488ឯលេខធំគឺយើងមាន8 3ដើមហើយនឹងគ្រាប់ដបរបស់យើងគឺ168ពុកម៉ែបងប្អូនបាទឯប៉ុសវិញខ្ញុំបាទនឹងក្រុមការងាររបស់ខ្ញុំបាទមិនបានធ្វើការបញ្ជាក់ជូនពុកម៉ែបងប្អូនលោកយាយលោកតាអំប្រុសអំស្រីទេសម្រាប់តម្រុយ free នៅលើ Channel YouTube បើសិនជាពុកម៉ែបងប្អូនលោកយាយលោកតាអំប្រុសអំស្រីមិនយុវវ័យអ្នកតាមដាននិងអ្នកគ្រប់គ្រងចង់បានលេខដែលខ្ញុំបាទបញ្ជាក់ជូនពុកម៉ែបងប្អូនអាច call តាមរយៈលេខទូរស័ព្ទដែលខ្ញុំបានដាក់ជូនឬក៏អាចឆាតតាមរយៈ Facebook របស់ខ្ញុំបាទឬក៏ Telegram របស់ខ្ញុំបាទបានដើម្បីយកលេខដែលខ្ញុំបាទបញ្ជាក់ជូនលេខតិចស្រួលលេងហើយយើងគិតសេវាតាមក្រោយបាទសូមអរគុណសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃរបស់ពុកម៉ែបងប្អូនលោកយាយលោកតាអំប្រុសអំស្រីតាមដានការឲ្យតម្រុយរបស់ខ្ញុំបាទជាស្រ័យពុកម៉ែបងប្អូនដោយសារនិយាយទៅរៀងជិបមិនបន្តិចដោយសារយើងខានចេញតម្រុយប្រហែលជា 3-4 ខែហើយពុកម៉ែបងប្អូនបាទអធិស្ឋានពុកម៉ែបងប្អូនបាទអញ្ចឹងសូមអរគុណសូមគោរពលាជួបគ្នានៅវីដេអូក្រោយកុំភ្លេចជួយ like share ហើយនិង subscribe ម្នាក់មួយម្នាក់ពីរផងបាទដើម្បីទទួលបានវីដេអូថ្មីតម្រុយល្អៗជា